កំពុងតែគិតថាមួយរយៈនេះដូចជាសោះដែរឃើញភ្លៀងសោះតាមពីចូលដល់ខែកក្កដាមកបតែល្ងាចឡើងឃើញមេចាប់ផ្ដើមភ្លៀងមកដែរបាត់ភ្លៀងមកតាមពីម៉ោង2រហូតដល់ម៉ោង4ល្ងាចទើបរាំងវិញរាល់ដងគឺដែរភ្លៀងតែទើបតែភ្លៀងថ្ងៃនេះដែររាល់ដងវិញគឺរាំងឡើងកន្លះខែប៉ុន្តែថ្ងៃនេះភ្លៀងមកមេធំបើនៅស្រុកវិញគឺអត់ភ្លៀងទេពុកម៉ែប្រាប់ថាអត់ភ្លៀងអត់អីសោះស្រែវិញគឺអត់ដឹងយ៉ាងណាយ៉ាងណីទេស្រូវពេញស្រែប៉ុន្តែអត់មានទឹកដោយសារតែធ្វើស្រែពឹងលើមេឃណាពុកម៉ែបងប្អូនបើមេឃអត់ភ្លៀងអញ្ចឹងគឺពិបាកខ្លាំងមែនតើនិយាយរួមទៅអត់ទៅចូលដល់ខែកក្កដាសឹងតែរាល់ឆ្នាំគឺរាំងរហូតសំបីនៅក្នុងមេរៀនផានដៃវិទ្យាក៏ថាអញ្ចឹងដែរថាឲ្យទៅចូលដល់ខែវស្សាប៉ុន្តែមានកូនរដូវប្រាំងទូចមួយដែរគឺនៅខែកក្កដានឹងឯងបើមិនដើមខែក៏ចុងខែកក្កដាដែរជួនកាលពាក់កណ្ដាលខែកក្កដាចំណាំមើលទៅគឺឲ្យទៅដល់ខែកក្កដាគឺរាំងរាល់ឆ្នាំបើមិនរាំងកន្លះខែជួនកាលទៅ10ថ្ងៃ20ថ្ងៃអញ្ចឹងទៅហើយបើស្រែវិញគឺពិបាកមើលខ្លាំងមែនតើដោយសារតែអត់មានទឹកភ្លៀងអញ្ចឹងទៅគឺទើបតែព្រោះហើយថ្មីប៉ុន្តែមើលសម្រាប់មើលព្រោះទៅគឺពិបាកមើលខ្លាំងមែនតើពុកម៉ែបងប្អូនដោយសារតែការធ្វើស្រែគឺត្រូវការទឹកប៉ុន្តែបើអត់មានទឹកគឺពិបាកព្រោះអីធ្វើស្រែគឺពឹងលើទឹកហើយណាមួយគឺអត់មានបន្លែអត់មានអីនៅជុំវិញស្រែទេព្រោះអីស្រែព្រៃអញ្ចឹងគឺពិបាករកបន្លែរកអីខ្លាំងមែនតើចង់បូមទឹកដាក់ក៏រៀងពិបាកព្រោះអីស្រែអត់សូវនៅចិត្តផ្លូវណាពុកម៉ែបងប្អូនស្រែនៅព្រៃអញ្ចឹងកដាលព្រៃកដាលអីហើយស្រែភាគច្រើនដីខ្សាច់អត់សូវមានដីកដេងដីអីទេអញ្ចឹងទៅគឺពិបាកក្នុងការអត់មានទឹកបើសិនខែ8ខែ9អីគឺចាប់ផ្ដើមមានទឹកវិញហើយព្រោះពេលហ្នឹងគឺចាប់ផ្ដើមលែងរាំងស្ងួតណាពុកម៉ែបងប្អូនតែបើថាខែ7គឺរៀងពិបាកខ្លាំងមែនតើនិយាយរួមទៅគឺរាល់ឆ្នាំអត់ទៅចូលដល់ខែ7ហ្នឹងគឺពេលដែលព្រោះស្រូវហើយថ្មីប៉ុន្តែក៏មើលស្រូវដោយសារតែស្រូវគឺអត់មានទឹកអត់មានអីចឹងទៅគឺរាំងស្ងួតស្រូវងាប់អស់ណាពុកម៉ែបងប្អូនហើយបើថាខែ8ខែ9ខែ10វិញគឺចាប់ផ្ដើមទឹកត្រឹមជាកេះត្រឹមជាកងដោយសារតែខែហ្នឹងគឺចិត្តភ្ជុំចឹងទៅគឺទឹកច្រើនខ្លាំងមែនតើបើខែភ្ជុំវិញគឺទឹកឡើងត្រឹមជាកេះដោយសារតែពេលហ្នឹងគឺមេឃភ្លៀងច្រើនប៉ុន្តែបើថាខែទឹកតែព្រោះស្រូវថ្មីគឺអត់មានទឹកទេហើយមួយទៀតគឺខែច្រូតស្រូវពេលខែដែលលែងត្រូវការទឹកហើយហ្នឹងគឺដល់ខែច្រូតត្រូវការម៉ាស៊ីនច្រូតស្រូវចូលស្រែប៉ុន្តែទឹកឡើងពេញពិបាកច្រូតខ្លាំងមែនតើជួនកាលផុងចឹងទៅហើយជួនកាលទៀតគឺកំពុងតែហាស្រូវចឹងទៅស្រូវដួលកប់បំផុកកប់បន្ទឹកក៏មានដែរដោយសារតែខែច្រូតគឺដឹងស្រាប់ហើយគឺទឹកច្រើនខ្លាំងមែនតើដល់ពេលខែព្រោះស្រូវធម្មតាវិញគឺតូចអត់មានទឹកវិញពិបាកដែរប្រកបចិត្តមេឃអត់ត្រូវធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយណាពុកម៉ែបងប្អូនធ្វើស្រែពឹងលើមេឃអត់មានអណ្ដូងអត់មានបន្លែអត់មានអូអីដោយសារតែស្រែនៅឆ្ងាយបន្លាអញ្ចឹងទៅគឺពិបាកប៉ុន្តែមិនធ្វើទេព្រោះអីរាំងតែប៉ុណ្្នឹងអីបានទឹកភ្លៀងមកតក់អីគ្រាន់ជួយស្រូវបានខ្លះអញ្ចឹងណាបើថាអត់ភ្លៀងគឺពិបាកប៉ុន្តែអត់អីទេរាល់ឆ្នាំគឺធ្វើស្រែគឺដឹងស្រាប់តែខែហ្នឹងគឺដឹងតែរាំងរាល់ឆ្នាំសំបីនៅក្នុងមេរៀនក៏គេដាក់អញ្ចឹងដែរចូលដល់រដូវវស្សាមែនប៉ុន្តែនៅតែមានគុណរដូវប្រាំងគឺខែកក្កដានឹងតែម្ដងហើយវីដេអូខ្ញុំថ្ងៃនេះគឺអត់មានអីច្រើនទេរៀបរាប់តែរបៀបធ្វើស្រែនឹងឯងពុកម៉ែបងប្អូនទោះអត់មានអីនិយាយតែរឿងទឹកដោយសារតែថ្ងៃនេះគឺឃើញភ្លៀងមកធំដែរប៉ុន្តែដឹងថានៅស្រុកភ្លៀងឬអត់ទេប៉ុន្តែនៅកន្លែងខ្ញុំនៅនេះគឺភ្លៀងមកតាំងពីម៉ោង2រហូតដល់ម៉ោង4ល្ងាចភ្លៀងមកមានផ្គរមានរន្ទះអីដែរប៉ុន្តែបើភ្លៀងវិញគឺទឹកច្រើនខ្លាំងមែនតើបើមានពីងត្រង់ណាគឺអត់ដឹងទឹកយ៉ាងណាយ៉ាងម៉េចទេប៉ុន្តែបើនៅស្រុកគឺដឹងតែត្រង់ទឹកហើយឲ្យតែមេឃភ្លៀងអញ្ចឹងគឺដឹងតែត្រង់ប៉ុន្តែបើនៅនេះគឺអត់មានអីត្រូវត្រង់ទេដោយសារតែមានអាងមានអីឲ្យពុកម៉ែបងប្អូនណាមួយប្រើទឹកទៅយកទឹកអីនៅបន្លែងបន្ទប់ជួអត់បានអីទៅត្រង់ទឹកភ្លៀងទឹកអីទៀតទេបើថានៅស្រុកចេះតែត្រង់តែនៅនេះអត់មានអីត្រង់ផងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងបើខុសឆ្គងអីសូមអធិស្ឋានផងពុកម៉ែបងប្អូនអរគុណ